ជំរាបសួរនឹងសួស្ដីបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់គ្នាថ្ងៃនេះថ្ងៃច័ន្ទថ្ងៃដើមត្រឹបចុងភៅសុំទៅកាត់សក់ឥឡូវកាត់សក់លុយបងប្អូនលុយកាត់សក់កាត់សក់បន្តិចសក់វែងពុកមាត់សម្ងៀមសមាមពេកទៅថ្ងៃនេះកាត់សក់យកហេងថ្ងៃច័ន្ទថ្ងៃដើមត្រឹបហើយថ្ងៃនេះក៏បានទៅផ្សារទិញពោះគោមកបាន7គីឡូមួយអ៊ីស្លាមមកឡើយទៅផ្សារលើសិតតែមួយអ៊ីស្លាមហើយស្គាល់តែមួយអ៊ីស្លាមហើយគាត់ក៏បានសួរជួយទិញពោះគោផងពោះគោស្រែថ្លឹងមក7គីឡូជាងហើយក៏យកបានមកចំហុយពោះគោទឹកហុកផងហើយធ្វើពោះគោក្រាក់មជូរក្រាក់ពោះគោចែកជូនបងប្អូនដែលខ្ញុំចេញវីដេអូលើកមុននោះខ្ញុំបង្ហាញពីរបៀបស្លមជូរក្រាក់ពោះគោតាមលំដាប់ដោយបងប្អូនអាចយករូបមន្តហ្នឹងទៅធ្វើនៅផ្ទះបានជាក្រុមគ្រួសារនិងមិត្តភ័ក្តិមកលេងអីបងប្អូនអាចធ្វើបានបើបងប្អូនថានៅផ្ទះខ្ជិលធ្វើខ្ជិលលាងចានខ្ជិលកាត់ខ្ជុងអីមកហាងយើងខ្ញុំមានចង់ធ្វើខ្ញុំធ្វើឲ្យឆ្ងាញ់បងប្អូនញ៉ាំតោះតែមើលពីរបៀបលាងពោះគោបងប្អូនតោះនេះបងប្អូនពោះគោមានច្រើនណាស់បងអើយបងប្អូនអើយមានតាំងពីពោះតូចពោះធំកំពះហើយនឹងលំពេងហើយនឹង100សន្ទាប់100ស្រទាប់ណាបងប្អូនណាដោយសារតែខ្ញុំច្បាច់ទៅអត់មានបានថតទៅក៏ប្រឡាក់ដៃប្រឡាក់ជើងទៅក៏ច្បាច់រួចអស់ហើយទៅយកមកត្រាំនៅក្នុងឡាបូដាក់ទឹកលឹងចិត្តពេញឡាបូឬហើយយើងដាក់អំបិលដើម្បីកូរចុះកូរឡើងដើម្បីកាត់ជារំអិលពោះគោណាបងប្អូនណាកាត់ជារំអិលហើយឥឡូវឡើងឆ្នាំងស្ងោរហើយយើងត្រូវដាក់ស្លឹកក្រូចសើចគល់លក្ខីរំដេងដើម្បីកាត់ឆ្អាបពោះគោយើងស្ងោរទៅណាបងប្អូនណាស្ងោរឆ្អិនតែម្ដងណាបងប្អូនណាសូមអរគុណចំពោះការតាមដានវីដេអូរបស់ខ្ញុំមកដល់ថ្ងៃនេះសូមឲ្យបេះដូងចែករំលែកទៅមិត្តភ័ក្តិចិត្តឆ្ងាយចែកគ្នាបានដឹងផងសូមអរគុណបងប្អូនដែលបានតាមដានទស្សនាសូមទស្សនាបន្តទៅមុខទៀតបាទសូមអរគុណបាយបាយ